xài rừng này cả là cả quạt chia sợ thể hiện cái sắc ha cam thể hiện đại bạch chun từ đầu sản lá từ riêng nơi protein Việt Nam nơi khai vùng tải protein Việt Nam bạnរឿងហេតុនេះគឺកើតឡើងនៅក្នុងកំឡុងពេល10ឆ្នាំមុនកាលពីឆ្នាំ2013បាទអញ្ចឹងខាងរដ្ឋខ្មែរបានបញ្ជូនទៅ150នាក់ហើយការផ្លាស់ប្ដូរសិក្សាហ្នឹងកម្មសិក្សាហ្នឹងជាធម្មតាគេបញ្ជូនមកយើងបញ្ជូនទៅគេយើងបញ្ជូនទៅថៃបញ្ជូនមកយើងអញ្ចឹងសូម្បីនៅសហរដ្ឋអាមេរិកអីវាជារឿងធម្មតាព្រោះវាជាគេហៅថាផ្លាស់ប្ដូរការសិក្សាគ្នាថាមានអ្វីល្អឬអ្វីអត់ល្អហើយការសិក្សានេះផងដែរក៏វាមានលក្ខណៈបែបនេះមិនមែនសិក្សាដោយសាស្ត្រសាកលវិទ្យាល័យទេបាទអញ្ចឹងទៅអាចថាមួយឆ្នាំទៅ2ឆ្នាំអញ្ចឹងបើសិនជាបងប្អូនដែលធ្លាប់រៀនខាងផ្នែកសាស្ត្រទាហានអញ្ចឹងណាខ្ញុំសង្ឃឹមថាបងប្អូនអាចពន្យល់ឲ្យច្បាស់ថាអាហ្នឹងគេរៀនរបៀបមិនខ្លះព្រោះអ្វីដែលខ្ញុំយល់ហើយខ្ញុំបានចោទសួរទៅបងរាមគាត់បានប្រាប់ថារៀនដូចជាមួយឆ្នាំ2ឆ្នាំអញ្ចឹងណាហើយឆ្នាំដំបូងអញ្ចឹងសិស្សទាំងអស់គឺរៀននៅក្នុងអាគារជាមួយគ្នាកាន់គេមាន3អាគារ A អាគារ B អាគារ C ឬក៏ថ្នាក់ A ថ្នាក់ B ថ្នាក់ C អញ្ចឹងទៅប៉ុន្តែសិស្សទាំងអស់សិស្សខ្មែរទាំងអស់គឺត្រូវបានដាក់នៅក្នុងដមតែមួយបានតែកន្លែងស្នាក់នៅតែមួយអាគារទេអញ្ចឹងណាតែមួយអាគារគាត់តែរៀនបន្ទប់ខុសគ្នាដល់ពេលដល់ចូលឆ្នាំទី2ទៅយើងចាប់ផ្ដើមបែកទៅតាមមុខវិជ្ជាខាងអាវុធអីអញ្ចឹងទៅមុខជំនាញផ្សេងអញ្ចឹងបែងចែកគ្នាអញ្ចឹងគាត់ថានៅពេលបែគាត់ទៅដល់មួយខែដំបូងគឺរស់នៅសុខស្រួលដែរប៉ុន្តែចូលដល់ខែទី2រឿងហេតុទី1បានកើតឡើងចំពោះនិស្សិតខ្មែរបាទនៅម៉ោង12យប់មានមិត្តភ័ក្តិរបស់គាត់ម្នាក់សុកពងតាគេងជាប់ក្រែគ្នាហ្នឹងសុកសាំងងើបឡើងដើរទៅត្រង់ចេញក្រៅបន្ទប់គាត់ក៏ភ្ញាក់ដែរដល់ពេលគាត់ភ្ញាក់អញ្ចឹងគាត់ឆ្ងល់ថាទៅណាក៏ដើរយប់អញ្ចឹងប្លែកម៉េះគាត់ក៏ដើរលបទៅពីក្រោយគាត់ចង់ដឹងថាមានរឿងអីកើតឡើងអញ្ចឹងណាអញ្ចឹងនៅពេលដើរប៊ីសនឹងធ្លាក់ចណ្ដើគាត់បញ្ជាក់ពាក្យហ្នឹងថាប៊ីសនឹងធ្លាក់ចណ្ដើអញ្ចឹងខ្ញុំគិតថាការដើរហ្នឹងអាចលឿនលក្ខណៈបដងដល់ចណ្ដើយើងត្រូវប្រើដៃឆ្វេងឬដៃស្ដាំយើងកាន់ប្រកាន់ដៃឯងត្រូវឯងព្រោះយប់អីហ្នឹងល្ងឹតអីហ្នឹងអញ្ចឹងហើយក្នុងឆ្នាំ2013ក៏ខ្ញុំអត់គិតថាសិស្សសាលាទាហានគឺជាសិស្សដែលគេហៅថាច្បាប់តឹងមែនតើបើសិនច្បាប់តឹងអញ្ចឹងដល់ម៉ោងត្រូវបិទគេងគឺត្រូវបិទគេងហើយណោះអញ្ចឹងក្នុងករណីហ្នឹងគាត់អត់បានលូកដៃគាត់ដើរទៅស្រូហ្មងគាត់ឃើញអញ្ចឹងគាត់ខ្លាចមិត្តភ័ក្តិរបស់គាត់ធ្លាក់គាត់ក៏រត់ទៅចាប់កធាក់មកក្រោយវិញអញ្ចឹងមិត្តភ័ក្តិរបស់គាត់ក៏ភ្ញាក់ដឹងខ្លួនដល់ពេលភ្ញាក់ដឹងខ្លួនហ្នឹងទៅគាត់ថាចុងហើយមិនក៏ចេញមកទាំងយប់អញ្ចឹងគាត់ថាអីគេហើយថាគាត់ក៏សួរទៅមិត្តភ័ក្តិកើតអីទៅមិនដាល់មកទាំងយប់អញ្ចឹងមិត្តភ័ក្តិរបស់គាត់ក៏ឆ្លើយថាមិញគាត់យកសពឃើញគេហៅទិញនំប៉័ងគេថាបើអត់ចោះមកទិញឥឡូវទេគេទៅគេអត់ចាំទេអញ្ចឹងអត់ដឹងហេតុអីដែរគាត់ដើរចោះទៅអាហ្នឹងជារឿងហេតុទី1ស្ដាប់ទៅដូចធម្មតាណាយើងចូលដល់រឿងហេតុទី2ម្លងហ្នឹងតែមួយអាទិត្យទេបាទមួយអាទិត្យក្រោយក៏ប្រាប់ថាជាថ្ងៃដែលគេបើករបបជាប្រាក់ខែចឹងកូនសិស្សបញ្ជូនទៅត្រូវតែមានប្រាក់ខែហើយអញ្ចឹងគេមានរបបរបស់គេឲ្យទៅកូនសិស្សខ្មែរអញ្ចឹងនៅពេលដែលបានអញ្ចឹងទៅចាប់ផ្ដើមបែកជើងឲ្យបើកប្រាក់ខែបងប្អូនដើមខែបងប្អូនយល់ហើយណោះដើរលេងញ៉ាំអីជប់លៀងអ្នកខ្លះញ៉ាំសាច់អាំងអ្នកខ្លះញ៉ាំស៊ុបអ្នកខ្លះញ៉ាំអីអញ្ចឹងទៅហ្នឹងហើយប៉ុន្តែគេមានកំហិតមួយថាម៉ោង 7:45 ត្រូវតែដល់បន្ទប់ទាំងអស់គ្នាដូចគេកំណត់ម៉ោងបាទព្រោះសាលាទាហានអញ្ចឹងម៉ោង 7 កន្លះអីគាត់ញ៉ាំចិត្តដល់ហើយគាត់ញ៉ាំតាគៀកនឹងដែរអញ្ចឹងណាចិត្តដល់ហើយអញ្ចឹងនាំគ្នាប្រមូលគិតលុយហើយដល់បន្ទប់គឺ 7:45 ល្មមអញ្ចឹងដល់ម៉ោង 10 ជាទម្លាប់នៅសាលារបស់ទាហានគឺតែងតែរាប់មនុស្សហ៎1 2 3 4 5លីសឈ្មោះគ្រប់អស់ហើយបិទភ្លើងក្រឹបចូលគេតោះនេះប៉ុន្តែអ្វីដែលសំខាន់នៅក្នុងយប់ហ្នឹងនៅពេលដែលម្នាក់ចាប់ផ្ដើមគេងលក់ស្កប់ហើយម៉ោង 12 យប់ស្រាប់ឮសំឡេងមួយស្អីទៅអូយមានឈឺហ្នឹងអ្នកណាឈឺអីហ្នឹងហើយម្នាក់ស៊ុបគ្រប់ទាំងអស់គ្នាឮខ្លាំងចឹងឮខ្លាំងដឹងសំឡេងហ្នឹងជារឿងហេតុអីទេអត់មានសិស្សខ្មែរម្នាក់ធ្លាក់ទៅដល់ដីលោតធ្លាក់ពីលើអាគារបាទធ្លាក់ពីលើអាគារដែលមានកម្ពស់ប្រហែលជា 5-6 ម៉ែត្រមួយជាន់បាទមួយជាន់ធ្លាក់ដល់ដីក្តឹបគាត់ស្អីថាអូយអញ្ចឹងទៅអ
ចឹងម្នាក់ក៏ស្ទុះទៅសួរថាកើតអីថាគាត់ទិញនំប៉័ងគេគាត់យកសោកឃើញនំប៉័ងទៀតណាទិញនំប៉័ងគេហើយគេហុចឲ្យគាត់ហើយគាត់ឈោងទៅចាប់អត់ដល់ឈោងទៅចាប់អត់ដល់ដល់ពេលព្យាយាមកាន់តែឈោងយកធ្លាក់ទៅក្ដុកដល់ហ្នឹងមកគាត់ដឹងខ្លួនហ្នឹងចឹងគ្រូខាងប្រទេសវៀតណាមគ្រូទាហានខាងប្រទេសវៀតណាមហ្នឹងក៏មកដល់ហើយសួរថាកើតអីមានរឿងអីថាយកសោកឃើញអីចឹងទៅអញ្ចឹងក្នុងករណីហ្នឹងលោកគ្រូជនជាតិវៀតណាមហ្នឹងក៏គាត់សួរថាអញ្ចឹងមានផឹកអត់គ្រឿងស្រវឹងអត់ទេមានផឹកគ្រឿងស្រវឹងអត់គេថាមានព្រោះទុំបើកប្រាក់ខែអញ្ចឹងទៅជប់លៀងផឹកអីចឹងគេដាក់បន្ទុកធ្ងន់ទៅលើគ្រឿងស្រវឹងហ្នឹងហើយដែលបណ្ដាលឲ្យបងហ្នឹងមើលធ្លាក់ខ្លួនឯងអត់មានហេតុការអីទេគឺដោយសារតែគ្រឿងស្រវឹងតើខ្ញុំនិយាយយល់អញ្ចឹងក្នុងករណីហ្នឹងប៉ុន្តែអ្វីដែលសំខាន់គឺមនុស្ស2នាក់ប្រធានបទតែមួយឯងគឺនំប៉័ងអញ្ចឹងផុតពីហ្នឹងអត់ទាន់ស្ងប់ស្ងាត់ទេណាប្រហែលពី1ខែទៅ2ខែក្រោយមកចាប់ផ្ដើមមានរឿងហេតុចម្លែកហើយចាប់ផ្ដើមមានរឿងហេតុចម្លែកហ្នឹងសំដៅទៅលើអីមានន័យថាមនុស្សធម្មតាបងបើសិនជាបងបានអាសាទៅលេងស្រុកក្រៅនៅពេលដែលឧទាហរណ៍បងបានទៅដល់អាមេរិកឃើញណាគេនិយាយខ្មែរម្នាក់ដែលមិនមែនជាបងប្អូនយើងតែយើងមានអារម្មណ៍ថាម៉េចយើងមានអារម្មណ៍សុខហើយចិត្តដៅហ្នឹងហើយកក់ក្ដៅដូចថាអូមានម្នាក់ទៀតហើយយើងប្រកាសជាស្រឡាញ់គ្នាត្រូវទេហ្នឹងហើយអត់ដឹងថាម្នាក់ប្រវត្តិមិនទេតែរាប់គ្នាស្រឡាញ់គ្នាព្រោះយើងនៅទឹកដីគេកូនសិស្សខ្មែរក៏ចឹងដែរពេលដែលទៅរៀននៅប្រទេសគេ150នាក់គឺស្រឡាញ់គ្នាមើលជួយមើលថែគ្នាធ្វើម៉េចយើងមកប្រមាណយើងទៅវិញទាំងអស់គ្នាកុំឲ្យមានរឿងហេតុអីទាំងអស់ដៃអីឲ្យត្រូវស្អាតទាំងអស់អត់មានកលិតអត់មានអីប្រជុំគ្នាថែគ្នាហ្នឹងហើយថែគ្នាដោយឡែកបែរជាមានរឿងហេតុច្រើនដូចជាខ្មោចសកត់ដើរមើលម្នាក់យប់ឡើងចាប់ផ្ដើមធ្វើអីប្លែកឮសំឡេងប្លែកជាដើមឡាអ្វីដែលសំខាន់ចរិតរបស់ម្នាក់ចាប់ផ្ដើមផ្លាស់ប្ដូរអ្នកខ្លះក៏កាចចឹងអ្នកខ្លះក៏ឆ្លោះគ្នារហូតដល់ឈានចូលដល់ការបែងចែកបាក់ពួកនិយាយអញ្ចឹងការបែងចែកបាក់ពួកអញ្ចឹងទស្សនវិជ្ជាហ្នឹងក៏បានបន្តកើតឡើងរហូតដល់មានយប់មួយនៅម៉ោង11យប់នៅម៉ោង11យប់នៅពេលដូចខ្ញុំបញ្ជាក់អញ្ចឹងម៉ោង10គេរាប់អស់ហើយបិទភ្លើងក្រឹបគឺចូលគេទាំងអស់គ្នាអញ្ចឹងនៅម៉ោង11យប់ខ្ញុំអត់ដឹងថាបងដឹងអត់ទេតែខាងផ្នែកទាហានគាត់មានវិជារៀងខ្លួនក្នុងការគេងពួកគាត់គេងលឿនណាគាត់បិទតែបន្តិចទៅលក់ហ្មងហ្នឹងហើយតែភ្ញាក់ក៏លឿនដែរបាទភ្ញាក់ក៏លឿនដែរអញ្ចឹងនៅពេលដែលគាត់គេងលក់នេះម៉ោង11យប់ស្រាប់ឮសំឡេងប៉ាវដឹងគាត់ងើបមកឃើញអីគឺគាត់ឃើញមនុស្ស2នាក់ដឹកដៃគ្នាទៅវាយកញ្ចក់ប្អួចប៉ុន្តែវាយកញ្ចក់ប្អួចវាយស្រួលវាយកញ្ចក់ប្អួចមិនមែនចាប់ត្រឹមវាយកញ្ចក់ប្អួចហ្នឹងទេណាយកឯងដែលធ្លាក់ហ្នឹងណាយកមកអាដៃហូរឈាមគាត់ថាហូរឈាមដួចអាក៏មុនគឺបែកឆ្វាយពាត់ជុំវិញហ្នឹងហ្មង2នាក់បងទាំង2នាក់មិនម្នាក់ណាឈាមច្រើនណាទាំង2នាក់គឺសាហាវខ្លាំងមែនទែនអញ្ចឹងខាងផ្នែកលោកគ្រូវៀតណាមបាទខាងផ្នែកទាហានហ្នឹងក៏មកឆ្លេឆ្លាវល់ពេញហ្នឹងអញ្ចឹងទៅហើយសួរថាមានរឿងអីគាត់ថាគាត់យកសពឃើញគេផ្កើនគាត់ឡើយខ្លាំងវាយគាត់ថងបានគាត់វាយទៅតោះថាគាត់ថងបានគាត់វាយទៅប៉ុន្តែអាហ្នឹងជាការយកសពរបស់គាត់ទេតែធៀបពិតគាត់វាយកញ្ចក់បែកវាយកញ្ចក់មធ្យមយកអាហ្នឹងទៅអាដៃទៀតអញ្ចឹងមានន័យថានៅក្នុងយកសពគាត់អានេះតាមខ្ញុំគិតទេណាប្រហែលជាគាត់ឃើញកំពុងតែអាដៃអាម្នាក់ដែលឌឺគាត់ទេប៉ុន្តែធៀបពិតគាត់អាដៃខ្លួនឯងអានេះជាការសន្និដ្ឋានរបស់ខ្ញុំហ្នឹងហើយព្រោះណាគេតនេយកអារបស់ហ្នឹងទៅអាដៃខ្លួនឯងណ៎បងជឿសឹងអីហ្នឹងហើយជឿណានេះបើសិនជាមនុស្សសាមញ្ញជាសញ្ញាណលេងហាំឬមួយអីរបៀបចឹងហើយដល់ពេលចឹងទៅបងប្រុសគាត់ក៏នៅអត់សុខទេចាប់ផ្ដើមចុងប្លែកណាការមួយខែដំបូងដូចអត់អីចាប់ផ្ដើមពី2ខែឡើងចាប់ផ្ដើមមានរឿងហែកប្លែកចាប់ផ្ដើមធ្វើសកម្មភាពប្លែកឬចាប់ផ្ដើមបដូរចរិតគាត់អត់នៅអត់សុខទេគាត់ចាប់ផ្ដើមដើរសួរអ្នកចិត្តខាងអ្នកនៅជុំវិញអាគារហ្នឹងហើយថែមទាំងគ្រូមួយចំនួនដែលគាត់អាចនិយាយភាសាខ្មែរបានអ្វីដែលជាព័ត៌មានគាត់សង្ខេបឲ្យខ្ញុំគាត់ប្រាប់ថាអញ្ចឹងមិនមែនកើតហេតុលើកទី1សម្រាប់ចំនួនគាត់ទេគ្រប់សិស្សខ្មែរទាំងអស់គឺឲ្យតែមករៀនមិនថាចំនួនប៉ុន្មានជួបរឿងដូចគ្នាទាំងអស់
ការលងបន្លាចការសង្កត់ហើយយកសពឃើញដូចគ្នារឿងហេតុដូចគ្នាមិនមែនជារឿងថ្មីទេដោយសារតែដីមួយហ្នឹងពីមុនជារណ្ដៅសាកសពអត់ដឹងថាមានរឿងហេតុអីទើបបានមានរណ្ដៅសាកសពប៉ុន្តែរណ្ដៅសាកសពហ្នឹងមានរហូតដល់រាប់រយនាក់ហើយយើងនិយាយថាលើស100នាក់បងប្អូនសាកសម័យអាហ្នឹងបើយើងអាចប្រៀបធៀបហ្មងដូចរបបពលពតចឹងណារបបពលពតដូច100នាក់អញ្ចឹងប្រាអញ្ចឹងទៅយើងអត់ដឹងទេយល់ប៉ុន្តែរណ្ដៅហ្នឹងក៏យើងមិនមែនច្បាស់ថាមានសកម្មភាពដូចជំនាន់ខ្មែរក្រហមដែរអាចថាមនុស្សស្លាប់ដោយសារបញ្ហាអីចឹងគេបោះចូលទៅទាំងអស់ដូចអាសន្នរោគនឹងឧទាហរណ៍ចឹងយើងអត់ដឹងប្រវត្តិបាទអញ្ចឹងកន្លែងហ្នឹងយើងសងបើកចំហប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលសាងសង់ excavator កម្មករអីចាប់ផ្ដើមជីកចាប់ផ្ដើមអីដើម្បីបុកគ្រឹះដើម្បីអីគឺដងណាក៏ដោយបើមិនបានលលាក្បាលទេបានឆ្អឹងនៅផ្នែកណាមួយនៃដងខ្លួនគឺជីកមកបានរហូតអ្នកសង់គាត់នៅហ៊ានសង់អត់ដឹងថាហេតុអីដែរចំណុចដែលសំខាន់គឺពួកគាត់អត់ជឿអ្នកជឿមិនហ៊ាននិយាយអ្នកដែលមានការគ្រប់គ្រងធំគួរនិយាយថាមានអំណាចថាអត់ជឿណាចានិយាយធ្វើអីណាអញ្ចឹងសិទ្ធិសម្ដែងដូចចុងក្រោយនៅណាគេអញ្ចឹងហើយទើបតែបង្កហេតុគ្រប់យ៉ាងហ្នឹងគឺបញ្ហាគ្រប់អាគារដែលគាត់រៀននិងស្នាក់នៅហ្នឹងគឺនៅលើរណ្ដៅសាកសពលើស100នាក់អញ្ចឹងគាត់ជាខ្មែរយើងជាជនខ្មែរតែមានរឿងអញ្ចឹងយើងដឹងហើយណោះបាទអញ្ចឹងគាត់ក៏ជឿដែរគាត់ចាប់ផ្ដើមទិញអីវ៉ាន់មួយសែនដើម្បីសុំសុកឲ្យកូនសិស្សទាំងអស់150នាក់គ្នាគាត់ហ្នឹងថាអូខេអត់ធូកសុំសុកដើម្បីឲ្យអ្នកទាំងអស់គ្នារៀនគាត់នឹងជាសខាកាមទេគាត់បញ្ជាក់ថាគាត់ពេលគាត់មកគាត់ប្រាប់ថាខ្ញុំជាសិស្សតាហ៊ានទេមកក្នុងបំណងល្អមកហ្នឹងគឺដើម្បីរៀនសូត្រអត់មានចង់បំពេញអត់មានអីទាំងអស់ហើយបើសិនជាអត់ដឹងដោយប្រការណាមួយសូមអស់លោកអ្នកកុំប្រកែប្រកាន់នៅពេលដែលអុចថ្ងៃទី1លើកទី1គាត់អុចធូប5ស័យអុចធូប5ស័យដោតក្រឹបបាត់មួយស័យ5ស័យដោតគឺបាត់ធូបមួយស័យបាត់តែណារាប់ខុសទេបាទរាប់ខុសខ្ញុំមិនដឹងថារាប់ខុសឬអត់រាប់ខុសឬគាត់ព្រើភ្នែកមិនតែបើយោងតាមបទពិសោធន៍ខ្ញុំឲ្យរឿងរាប់ធូបខុសវាដូចអត់ដែរជួបលើខ្ញុំអញ្ចឹងភាគរយវាប្របាបវាតិចមែនតើបាទសម្រាប់ខ្ញុំអត់ដែររាប់ខុសហ្មងដោយសារអីយើងជិបចង់អាហ្នឹងគឺខ្លាំងហើយអញ្ចឹងយើងត្រូវរាប់ជិបចង់មែនតើប្រហែលដើមក៏យើងដើរយើងរាប់ទៀតម្ដងវាជារឿងធម្មតាបងព្រោះនៅពេលដែលរបស់ដែលយើងកាន់តែខ្លាចគឺយើងកាន់តែគេហៅថាផ្ដោតអារម្មណ៍ក្នុងការដោះស្រាយមិនមែនធ្វើអីឲ្យរួចពីដៃដូចខ្មោចស្មាទោសខ្មោចពងដលងហើយយើងថាអត់អីសែនឲ្យគប់កាច់មែនណាយើងកំពុងតែភ័យអញ្ចឹងយើងធ្វើអីក៏ដោយខ្លាចគេប្រកាន់អញ្ចឹងគាត់ទាញធូបគាត់ថាច្បាស់គឺ5សរសៃឲ្យធូបដោតក្រឹបងាកថយក្រោយបាត់មួយសរសៃបាត់ទៅណាកដោតពណ៌ឬក៏សត្វពណ៌អត់បានទេអញ្ចឹងថាធូបអត់មានក្លិនអីដែលអាចឲ្យសត្វមកចូលចិត្តបានទេនេះជារឿងទី1ថ្ងៃទី2គាត់ព្យាយាមធ្វើម្ដងទៀតគាត់កាន់ធូប5សរសៃដដែលខ្ញុំចង់ឲ្យបងប្អូនសម័យឲ្យតន់ណា5សរសៃពេលដែលគាត់កេះដាច់កេះហ្នឹងរោលខ្មៅពាក់កណ្ដាលផ្សែងរោធូបហ្នឹងរោធូបទាំងធូបមិនទាន់ឆេះពាក់កណ្ដាលខ្មៅទាំងខាងដើមសាហាវដល់ថ្នាក់ហ្នឹងមិនដឹងគេអត់ចង់យើងក៏ប៉ិតយើងនេះគឺជាដំណើរនៃការទៅសែនឲ្យគេតែមានអ្នកថានេះគឺមិនពេញចិត្តក្នុងការទទួលរបស់យើងអាហ្នឹងជាសំណួរដែលចង់តង់ដែលខ្ញុំត្រូវសួរបងឯងថាតើនៅតាមគួររបៀបម៉េចប៉ុន្តែខ្ញុំចង់បញ្ចប់រឿងហ្នឹងដោយថាគាត់ទ្រាំនៅរយៈពេល1ឆ្នាំពេញអត់មានជំរើសហើយ1ឆ្នាំពេញហ្នឹងផុតពីពេលហ្នឹងមកមិនមែនសក់ទេគឺមានរឿងរហូតសូម្បីតែគាត់មានអារម្មណ៍ថាពេលអ្វីដែលគាត់បានធ្វើមានការបន់ផ្សងបូករួមទាំងមានសំណែនទាំងអស់ហ្នឹងគឺគេមិនទទួលដាច់ខាតអញ្ចឹងហើយគាត់ទ្រាំនៅរហូតដល់ផុតឆ្នាំទី1ទើបមិនគេបែងចែកសខាកម្មទាំងអស់ទៅតាមខេត្តផ្សេងទៅរៀនតាមជំនាញផ្សេងហើយនេះគឺជាសាច់រឿងរបស់គាត់អញ្ចឹងហើយបងប្អូនទាំងអស់គ្នាតើមានបងប្អូនណាដែលជាសខាកម្មមិនថានៅប្រទេសវៀតណាមមិនថានៅប្រទេសណាជួបរឿងអស់នឹងដែរអត់ជួបរឿងចម្លែកបែបហ្នឹងជួបរឿងសាហាវរន្ធត់បែបហ្នឹងដោយបងផុសដែលខ្ញុំដាក់ឈ្មោះថារ៉ានឹងអត់អញ្ចឹងបើសិនជាមានពួកយើងស្វាគមន៍ចាំស្ដាប់ជានិច្ចថាមានរឿងអីកើតឡើងបកមកសំណួររបស់ខ្ញុំទៅបងឯងវិញខ្ញុំចង់សួរថាករណីហ្នឹងគឺជាករណីអីគេហេតុអីបានអត់ទទួលយើងដឹងហើយថាសង់លើ
Rô không áo kê rồi đại không áo kê mà rồi phía rồi việc không miền dạy khả vẻ năng anh nhầm thạc cái sắp phía rồi cho đòm rồi con ta cả này bắt thụ cả này role play đại kê mình được tua này sầm nu số thang hai đây mình kê ở được tua មាន2ទី1គឺយើងធ្វើខុសមានតែគេត្រូវការហ្នឹង បានយើងយកស្បួនខុស ហ្នឹងហើយមានតែយើងធ្វើខុសក្បួនមួយក៏សំណែនរបស់យើងខុសអានេះខ្ញុំនិយាយក្នុងឧទាហរណ៍ជាទូទៅខ្ញុំបាននិយាយនៅក្នុងសាច់រឿងហ្នឹងណាមានទី1យើងធ្វើខុសក្បួនអញ្ចឹងវាអាចឲ្យជាហេតុភេទណាមួយដែលធ្វើឲ្យការប្រព្រឹត្តនៃកម្មវិធីរបស់យើងវាមានបញ្ហាហ្នឹងជាសញ្ញាមួយដែលគេផ្ដល់ឲ្យយើងអញ្ចឹងបើសិនជាក្នុងករណីយើងធ្វើទាំងខុសវាមាន2រូបភាពទៀតរឿងកាន់តែធំនិងធម្មតាហ្នឹងគឺអត់មានបានប្រយោជន៍អីទេចំណុចទី2គឺមានន័យថាគឺគេអត់យកតែម្ដងឧទាហរណ៍ខ្ញុំខឹងបងឯងខ្ញុំបងឯងស្អប់ខ្ញុំខ្លាំងមែនទែនខ្ញុំធ្វើមើលល្អខ្ញុំគ្រាន់តែទិញផ្លែឈើឬមួយក៏ហៅបងឯងញ៉ាំបាយមួយពេលដើម្បីឲ្យបងឯងស្ងប់ចិត្តត្រូវជាមួយនឹងខ្ញុំវិញពេលខ្លះបងសឹងតែច្រានបាយនឹងចេញគឺអត់ញ៉ាំបាយរបស់ខ្ញុំឲ្យទោះបីជាបងឃ្លានប៉ុណ្ណាក៏ដោយអញ្ចឹងពេលខ្លះការបំពេញរបស់យើងឬមួយក៏កំហឹងរបស់គេដែលទទួលបានពីយើងវាហួសប្រមាណអញ្ចឹងហើយគេអត់គ្រប់យករបស់យើងក៏មានដែរអញ្ចឹងបញ្ជាក់ពាក់ព័ន្ធជាមួយនឹងការសែនព្រេនមិនមែនមានន័យថាស្រួលទេតែមានជួបរឿងអ្នកខ្មោចលងអារូបអញ្ចឹងទិញផ្លែឈើស្អែកទៅរួចខ្លួនហើយគូជួកាវាមិនមែនអញ្ចឹងទាំងអស់ទេពេលខ្លះយើងគ្រាន់តែអាហោសកម្មឬមួយក៏យើងការតាំងចិត្តសម្រួមចិត្តយើងផ្សាយបុណ្យទៅគេដល់អត់ចាំបាច់ផ្សាយណាក៏គេអាចលើកលែងឲ្យយើងដែរបើសិនជាគេមិនខឹងយើងខ្លាំង ចឹងក្នុងករណីនឹងឧទាហរណ៍ថាបើមានកូនសិស្សមិនមែនជាសក្ខាកម្មក្តីជាសក្ខាកម្មក្តីក្នុងករណីណាមួយក្តីដែលដើរផុតចេញពីដែនប្រទេសកម្ពុជាដែលបើត្រូវការជំនួយពីអ្នកជំនាញវាទៅឡើងរួចហើយត្រូវទេបងព្រោះវាឆ្ងាយហួសដែនវាមាន2បងក្នុងករណី case បងចេះវាមាន2ទី1ហេតុអីបានម្ចាស់នឹងគេអត់ព្រមទទួលដោយសារតែគាត់មិនមែនជាម្ចាស់អគារឧទាហរណ៍មានរឿងមួយខ្ញុំគាត់ឃើញរឿងអ្នកតាចូលរូបអ្នកផ្ទះហ្នឹងគាត់ដាក់តុកដើម្បីទទួលទេវតាហើយគាត់ឲ្យកូនគាត់រត់មកទទួលសិនព្រោះគាត់ជាប់ដូរលុយឲ្យគេឬមួយក៏លក់ដូរគាត់ឲ្យក្មេងមករត់ទទួលអ្នកតាហ្នឹងកលាប់តុកហ្នឹងហ្មងហេតុអីបានឲ្យក្មេងមកទទួលគាត់ចាំបានតែមិនបានឲ្យក្មេងមកទទួលគាត់ជាការប្រមាថអញ្ចឹងពេលខ្លះវិញ្ញាណនៅក្នុងតំបន់ហ្នឹងគាត់មិនមែនខឹងអ្នកនៅជាមួយទេគាត់ចង់ឲ្យម្ចាស់កន្លែងហ្នឹងមកសុំទោសហេតុអីមិនជឿហេតុអីក៏ប្រមាថគាត់ទៀតអញ្ចឹងសម្បត្តិយើងត្រឹមតែជាអ្នកនៅមករៀនស្នាក់នៅបណ្ដោះអាសន្នគាត់អត់ទទួលទេអាហ្នឹងក៏អាចដែរប៉ុន្តែអ្វីដែលគាត់បន់ផ្សងមានបន់ផ្សងសម្រាប់អាគារណាគឺគាត់បន់ផ្សងសម្រាប់គាត់ហើយនឹងសក្ខាកម្មទាំង150នាក់តាក៏គេអត់ព្រមដែរឥឡូវខ្ញុំសួរយើងគិតឲ្យយើងគិត logic យើងគិតតាមផ្លូវដំណើរសាច់រឿងបើសិនជាម្នាក់មកបន់អញ្ចឹងហើយគេសុកគ្រប់គ្នាសួរថាតើគាត់អាចនឹងធ្វើអីទៀតនៅកន្លែងហ្នឹងយល់ហើយហ្នឹងអញ្ចឹងឧទាហរណ៍គេដឹងថានៅផ្ទះហ្នឹងមួយគ្រួសារពីអ្នកប្តីប្រពន្ធមានកូនទូចមួយគេចង់ឲ្យពីរអ្នកហ្នឹងសែនឲ្យគេឬមួយក៏ធ្វើកិច្ចអីឲ្យគេបើគេធ្វើពីរអ្នកហ្នឹងឈឺអ្នកណាអ្នកធ្វើកិច្ចហ្នឹងអញ្ចឹងបើយើងនិយាយអស់ពពួកអារុដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងគេដោយគេយើងដោយយើងហើយរស់នៅដូចគ្នាអញ្ចឹងឧទាហរណ៍ថាកូនយើងឈឺគេធ្វើកូនយើងឈឺយើងគ្រាន់តែទៅធ្វើកិច្ចបន់ស្រន់ឲ្យគេកូនយើងអាចជាតែគេអត់ធ្វើយើងតែបើសិនជាយើងប្រមាថឧទាហរណ៍ធ្វើកូនធ្វើតែចង់អញ្ចឹងធ្វើដល់មានរឿងធំទៀតក៏អាចអត់សែនឲ្យដែរត្រូវតែឆ្លងមកម៉ែឪវិញព្រោះគេអត់ទុកឲ្យម៉ែឪនឹងរស់ទៀតទេពីព្រោះទុកក៏អត់ឲ្យគេដែរហ្នឹងក៏មានដែរអញ្ចឹងក្នុងការដែលយើងចរចាឬមួយក៏ក្នុងការដែលយើងទៅដោះស្រាយបញ្ហាហ្នឹងយើងត្រូវយល់ពីហេតុការណ៍តើដំណើរទំនងហ្នឹងវាមកពីអីអូខេយល់កន្លែងនេះប៉ុន្តែខ្ញុំចង់បកទៅសំណួរខាងដើមរបស់ខ្ញុំវិញអានេះសំណួរនេះខ្ញុំសូមជូនចម្លើយទៅដល់បុគ្គលទាំងអស់ដែលដើរចាកប្រទេសដែលពិបាកនៅក្នុងការតាក់ទងជាមួយនឹងអ្នកជំនាញខាងផ្នែកអបិយរូបណាអរូបិយអញ្ចឹងក្នុងករណីហ្នឹងខ្ញុំចង់និយាយតើឧទាហរណ៍ដូចករណីគាត់អញ្ចឹងមានវិធីអីដែលជាការសង្គ្រោះបឋមអាចជួយពួកគាត់បានមានឧទាហរណ៍ខ្ញុំឃើញខ្មែរយើងជាទូទៅគាត់តែងតែឲ្យម្ដាយឪពុកគូបាត់ជើងបាត់ដៃមកម៉ាក់ប៉ាហើយគាត់នៅកណ្ដាលក្រហមគាត់យកទៅតាមខ្លួនវាគឺជារបស់មួយដែលការពារខ្លួនគាត់អញ្ចឹងឧទាហរណ៍បើសិនជាគាត់ចេញទៅក្រៅប្រទេសស្អីគាត់មានបញ្ហាអស់ហ្នឹងក៏គេអាចឲ្យអ្នកក្នុងស្រុកជួយគាត់បានខ្លះដែរឧទាហរណ៍បនសនដូនតាកងម៉ាខ្លួនឯងថាជួយកូននេះមួយផងទៅក្រៅប្រទេសហើយប្រទេសនេះអញ្ចឹងសូមឲ្យជួយមើលកូននឹងផងជាចៅជាពូជពងវងតកោរបស់យើងអញ្ចឹងក៏គាត់អាចទៅជួយបានខ្លះដែរ
មួយទៀតមុននឹងយើងចេញដំណើរទៅឆ្ងាយគួរតែមានរបស់បើយើងជឿទៅលើអាបិយជំនឿគួរតែមានរបស់ណាដែលយើងគិតថាជារបស់ដែលការពារយើងយកទៅជាមួយផងអាហ្នឹងខ្ញុំជឿជាក់ថាអាចនឹងការពារយើងបានច្រើនប៉ុន្តែអាស្រ័យទៅលើទីតាំងដែរដូចខ្ញុំនិយាយខាងលើអញ្ចឹងបាទហ្នឹងហើយអូខេអញ្ចឹងសង្ខេបមកវិញនឹងជូនបន្ថែមមកទៀតគឺរករបស់ការពារខ្លួនប៉ុន្តែសិនជាខ្ញុំវិញខ្ញុំគិតថាវិធីដែលសះល្អបំផុតសុំពរជ័យសម្រាប់អ្នកអត់ជឿសុំពរជ័យពីពុំដាយសុំពរជ័យពីដូនតាសុំឲ្យធូបអញ្ចឹងទៅសុំពរជ័យពីពួកគាត់អញ្ចឹងទៅហើយបើអ្នកជឿកុហករបស់ការពារទៅបើអ្នកអត់ជឿទេវាអត់មានខាតអីទេសាពះលាបាត់ជើងសុំបុណ្យពុកបុណ្យរដាយជួយខ្ញុំគិតថាអាចជួយបានច្រើនខ្លាំងអូខេអរគុណមែនតើសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសម័យឃើញទស្សនវិជ្ជាទាំងអស់នៅក្នុងខ្សែរឿងមួយនេះដោយឡែកខ្ញុំចង់សួរបងវិញថាថ្ងៃហ្នឹងតើបងនឹងចែករំលែកបទពិសោធន៍ឬក៏រឿងរ៉ាវបែបណាមានរឿងមួយដែរអត់ពាក់ព័ន្ធជាមួយនឹងកន្លែងមានកប់សពអីទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការយករបស់ចូលផ្ទះដែលយើងគិតថាវាជារបស់មង្គលតែវាមិនជារបស់មង្គលគាត់ហ្នឹងគឺជាមិត្តភក្តិរបស់ខ្ញុំហ្មងគាត់នឹងមិត្តភក្តិរបស់ខ្ញុំគាត់ផុសផ្ទះគាត់ជាទូទៅនៅល្វែងវាមិនជាធំអីទេល្វែងមក2ជាន់ណាមួយហើយមកជាន់ហើយដបូលហើយគាត់នៅជាមួយនឹងម្ដាយគាត់តាំងពីទូចមកផ្ទះហ្នឹងអញ្ចឹងការចតទិញផ្ទះល្វែងហ្នឹងគឺគាត់ថ្លៃហើយព្រោះជំនាន់ហ្នឹងអត់ទាន់មានផ្ទះល្វែងច្រើនដូចឥឡូវផ្ទះល្វែងទៅជាសាមញ្ញបាត់ហើយណាតែជំនាន់ហ្នឹងនៅផ្ទះល្វែងគឺទំនើបហើយគាត់ក៏មានន័យថានៅក្បែរផ្ទះគាត់ហ្នឹងមានផ្ទះគេមួយជាវិឡាជាអីគេរៀងធំទៀតសកែជាអីដែរអញ្ចឹងណាគេក៏ហប់អានជាមួយនឹងម្ដាយគាត់ហ្នឹងស្និទ្ធស្នាលស្នាលគ្នាខ្លាំងអញ្ចឹងក៏មានតំណែងហុចបាយសាឡមានអីចេះតែចែកគ្នារបស់ល្អហ្នឹងអត់ដែលមានថាគំនិតអាក្រក់លើគ្នាទេអត់មានគំនិតអាក្រក់លើគ្នាទេគឺហប់អានគ្នាល្អដល់តែម្លងមកផ្ទះហ្នឹងគឺគាត់នៅសុកមែនដែរអញ្ចឹងវិលមកដល់វ័យដែលគាត់ស្គាល់ខ្ញុំគឺយើងរៀនចូលដល់ឆ្នាំទីយើងចប់សកលហើយយើងស្គាល់គ្នាតាមកន្លៈបណ្ដាញគ្នាយើងមិត្តភក្តិតគ្នាអញ្ចឹងណាគាត់តែយើងក៏ស្និទ្ធគ្នាគាត់ចាប់ដើមមានការផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងការគោរពសាសនាមានន័យថាគាត់ចាប់ដើមចង់ផ្លាស់ពីពុទ្ធទៅសាសនាដទៃឬមួយក៏មិនកាន់តែម្ដងមានថាគាត់ដកខ្លួនគាត់ពីជំនឿសាសនាយកឲ្យជាមនុស្សថ្មិលហ្នឹងហើយមានន័យថាពីមុនធ្លាប់អុជធូបជាប្រចាំទៅបែរជាមិនសូវជាអុជធូបកាត់បន្ថយអញ្ចឹងហេតុការគឺកើតឡើងនៅពេលដែលគាត់បន្ថយគឺធ្វើតែនៅក្នុងផ្ទះគាត់ទេសម័យក៏ទុកគាត់នៅឡើយទឿមុខអូខេទ្វារឈើអាសោរុញចូលទៅញ៉ែគាត់ផ្លឹបមានគេធុញមកប៊ឹមគាត់បើកទ្វារចូលកន្ទប់គាត់បើកកាច់ប៉បយកមិនរុញកាច់គាត់ផ្លឹបលបោតទៅលើថារុញហ្នឹងមានគេរុញពីខាងមកខាងទៀតមកសកត់ទៅប៊ឹមគឺមានដូចមនុស្ស2នាក់បទាញទ្វារគ្នាអញ្ចឹងណែឯងបើកខ្ញុំរុញបិទវិញតែគាត់ថាអូបើហើយជាដៃយើងធ្វើការច្រើនវារុញវាធ្រាក់មកវិញអីចឹងទៅគាត់ក៏អត់គិតថាជាអរូប 100% ដែរគាត់នៅផ្ទះហ្នឹងក៏តែងតែមានហេតុការណ៍ចម្លែកកើតឡើងដែលជាចំណុចទូចដែលគាត់សង្ស័យឧទាហរណ៍ដូចជាឮសំឡេងគេគោះទ្វារឬសំឡេងទ្វារប៉ឹកឬសំឡេងពេលគេងទៅមានគេហៅអញ្ចឹងដូចតែបងប្អូនធ្លាប់បានស្ដាប់រឿងមុនដែរវាមានគេហៅមានគេអីអញ្ចឹងណានៅក្នុងរយៈពេលមួយហ្នឹងគាត់លេងទូរស័ព្ទហើយឆ្នាំងសាកគាត់គឺនៅក្បែរតនេគាត់អញ្ចឹងនៅពេលដែលគាត់ដាក់ទូរស័ព្ទមកខ្សែសាកហ្នឹងវានៅហ្នឹងចឹងនៅពេលដែលគាត់លេងហើយគាត់មិនលេងបិទភ្លើងឡើយគាត់បិទភ្លើងទៅទប់ងឹតឆឹងសតអំពូលនិយាយទៅវាភ្លឺពីអំពូលផ្លូវមកទេព្រោះឡើយទឿទី1ហ្នឹងកញ្ចក់អំពូលឡើយទឿហ្នឹងវាត្រូវជាមួយនឹងទ្វារផ្ទះរបស់គាត់ផ្ទះល្វែងចាទ្វារផ្ទះល្វែងវាមានចំណងដែកអញ្ចឹងវាផ្លូវភ្លឺផ្លូវពណ៌ប្រមាន់ពណ៌ក្រហមផ្លូវហ្នឹងវាចូលក្នុងកន្ទប់ហ្នឹងបានខ្លះដែរតែវាមិនមែនថាច្បាស់ 100% គាត់ថាយើងនៅអាចមើលឃើញវាអាចជំនួសអំពូលរាត្រីបានបាទគាត់ក៏លេងទូរស័ព្ទគាត់ក៏រាវខ្សែមានថាគាត់ចាប់ដើមកាន់ខ្សែអស់ដើម្បីទៅរកឌុយហ្នឹងអញ្ចឹងខ្សែហ្នឹងវាទៅដល់ខែវាធ្លាក់មកក្បាលឌុយហ្នឹងវាទៅអត់គាត់ក៏កាន់ទូរស័ព្ទអញ្ចឹងហើយពមៀទៅចាប់អញ្ចឹងស្អែកមានអីមួយដែលចាប់ដៃគាត់ហើយគាត់អត់លាស់ចេញមកព្រោះហេតុអីមិនគាត់ថាមានអីដែលចាប់ដៃដោយសារតែពេលដែលគាត់លូកចុះទៅហ្នឹងគឺមកមានអារម្មណ៍ថាមនុស្សដៃទៅចាប់មកចាប់គាត់អញ្ចឹងមានអារម្មណ៍ថាមកវឹបហ្នឹងគឺទៅជាក់សឹបមានរបស់ដូចតកអញ្ចឹងមកប៉ះគាត់ហើយហៀកក្តាប់គាត់ណែនហ្នឹងអញ្ចឹងគាត់ក៏លាស់មកដៃឡើងមកវិញហើយគាត់ឡើងវឹបក្រោកមកខែវិញនឹងអាចនឹងមានឈុតឡៃខ្លះខ្ញុំអាចថាវារៀងហួសនិស័យនឹងអាចជឿតែខ្ញុំឲ្យជឿគាត់ឲ្យរត់គាត់ក៏ស្អីហ្នឹងគាត់ស្មានតែជា
mà môi còn chỉ sạt ấy để viêm mà buôn nừng hòm khé nằng con có đại trướng cho vì lơ khé quạt bấp hộp cho bấp quạt đuột cặp một hư tao không nằng đuột cặp một nằng cái tông quạt nằng con nằng bên đang bạn thằng anh mục là hộ tờ đó 7 của nhóm hai quạt hộp cái hộp tại đang con sẽ tham về quạt đua mà vậy cứ con phải tham miên cái còn là con từ lệ trương cho hai con ngợm nó cứ miên đáy pi tiên trương con bị không bị khổng cái tiên hộp hay đấy mà nhung xua tham mấy bạn hiện sao là một thành trong cái tham miên cái chạp trường việc đăng tham miên cái chạp trường việc hay việc đua là bạn cái tham pe để việc đua cầm một bư nên đằng ất mà đời dưới tập pe đua trường dưới nên này hay đấy có vẽ cả đá cho cung bọc quạt nó khổm khẽ anh vô lại này còn đã trương bóp cái tuyên thấp trô khổm khẽ này hay quạt đua cầm một bư đằng ất này bạn thông minh 7 hay quạt hộp là hộp tà lấy còn đặt thông minh hay oi sạch đó hay anh nắng mũi hay xua tham con nơi cái tụng tiền lắm con lên này con chập đám hở mà nơi khang khổm mình mấy thằng lại chỉ niệm tia lại ấy nắng này con chập đám mà kê nơi cái lại nắng mình con mà kê nơi cái lại nắng ngay đi mua thì biết bành hà đòi dụng láng con liên ghẻ em liên ấy chỉ tu tới là ca con nơi cho ăn đỡ vì mình xây ấy vì mình xây clean vậy nó khó biết các bài chỉ khèn bài cái bài ấy còn lên đòi dụng con ấy tới con chập đám thổ mi trong hội tia bài dụng ngặt con đa tới đó mà đứng lên bắt ra prongประหยัด đó phù mà để giải lên miền Hải Càn chẳng cả lại chúng con thuê phải hay còn lên prong ประหยัด con đa tới bầm là do mi cái bông bắp con tự do bông ngoán bảo tụt cọ máu khơi mình nung coi nung tụt cọ đấy hay ót bao ót hay còn là tiền máu vấp tụt cọ bên là những bao máu vì mình lốp lương bò có hòm còn nào vấp mắc khơi mình coi nung con khổn tâm đâm mà ta hăng mà hay còn thắp này mà chấm hiếng miến mà chấm hiếng bật ấy là cái nghệ co đôi là bọc class C đôi là bọc class C nó không tu cọ nhỉ đôi không hướng chứ đó là cái bọc hay con chọc đam xẻ con nhẹ con xẻ tới chọc đam mà mạng quạt ấy cho vì lại tươi khỏi máu con số thay con còn con hẹp con phay á người ta có phò con mình thì mua mấy bằng ngàn đấy con phay con hẹp mày tháo khung không bao dùng tập này phôi không tu cọ mưa mọi để chụp ba tê nhé còn mà đấy nó còn bao bóp con tập bao tu cọ này chứ không vậy để quạt khơi như này để quạt khơi những cứ các ba thầy các ba thầy họ này mạng quạt tinh hay quạt hộp mà plastic đôi hai cho nổ nó class Cតែគាត់ថាថៃហ្នឹងវាក្បាលវាចេញមកចេះហ្នឹងហើយដូចចេញក្រៅហ្នឹងហើយដូចគេខ្លួនគេដាក់បោកវាកោនតែក្បាលវាចេញមកក្រៅចឹងពេលបើកមកឃើញក្បាលហ្នឹងអញ្ចឹងគាត់បុកមកគឺគាត់ថាគាត់ឃើញមនុស្សស្រីច្បាស់តែងហើយមិនមែនទំហំប៉ុនក្បាលថៃតែហ្នឹងថៃហោះហ្នឹងទេគឺធំមែនហ្នឹងគឺមនុស្សហ្មងអញ្ចឹងគាត់បិទឌឹមហើយគាត់ចាប់ដើមទៅគេងជាមួយម្ដាយគាត់បើអញ្ជើញនៅពេលដែលគាត់គេងមួយម្ដាយគាត់មានយប់មួយយប់ហ្នឹងគាត់ប្រាប់ម្ដាយគាត់ថាហេតុអីចេះចឹងណាមានយប់មួយគាត់គេងមួយម្ដាយគាត់ស្អីគាត់មើលដូចថាដេញមីងអញ្ចឹងកន្លែងមកប៉ុបគាត់ឃើញម្ដាយមុខម្ដាយគាត់ហ្នឹងដែលទល់គ្នាហ្នឹងជាមនុស្សម្នាក់ដែលគាត់ធ្លាប់ឃើញពីមុននៅក្នុងទូទឹកកកដល់ហើយគាត់ថាគាត់ថាអារម្មណ៍ដូចថាហេតុអីក៏ម្នាក់ហ្នឹងមកពីណាហេតុអីក៏មកតាមគាត់ហេតុអីក៏មកធ្វើបាបគាត់អីអញ្ចឹងគាត់ក៏ព្យាយាមទៅរកអ្នកដែលគាត់ចេះផ្សេងទៀតអីមើលខ្ញុំអីជួយក្រោយឯងខ្ញុំក្រោយឯងព្រោះកាលហ្នឹងគាត់អត់តស្គាល់យើងលាក់ប្រវត្តិដូចតែដឹងពីដើមអញ្ចឹងខ្ញុំអត់ឯងចេញមកអញ្ចឹងគាត់ទៅរកផ្សេងគេថាផ្ទះហ្នឹងមានយកអីរបស់គេមកហើយគេខឹងគេខឹងអីចេះមួយគេគាត់តែខឹងឯងបានគេធ្វើបាបអញ្ចឹងគាត់ថាខឹងអីគេគាត់ថាគាត់មកដល់ផ្ទះហ្នឹងគាត់ថាមួម៉ៅគាត់និយាយនៅក្នុងផ្ទះហ្នឹងគាត់ថាខឹងអីគេរឿងអីកើតឡើងមានអីស្អីគេមកលងគាត់ស្អីមិនខ្លួនអីខ្លួនអីអញ្ចឹងគាត់និយាយអញ្ចឹងហើយប៉ះចំពេលហ្នឹងគាត់ចង់គាត់លែងសឹកបាត់បង់ការជំនឿទៅលើសាសនាទៀតអញ្ចឹងគាត់ជួយខ្លាំងអញ្ចឹងមកដល់ពេលហើយគាត់ថាមិនជំនាញផ្ទះហ្នឹងអត់ជួយទេសែនប៉ុណ្ណឹងអត់ជួយតែចាំមើលបានសែនទៀតអត់បានអីមិនភាសាយើងនេះតិចបានអីស៊ីទៀតអត់កើនបដ ாய் កើនណាបាទគាត់ឡើងចដាអាផ្ទះវាល្វែងវាមានចដាបត់ទៀតអញ្ចឹងវាមិនសល់អាប្រឡោះនេះបាទពេលគាត់ចុះមកកាលហ្នឹងគាត់ឡើងទៅជាន់ទី1ខ្ញុំមិនដឹងថាគាត់ឡើងទៅធ្វើអីទេគាត់ចុះមកគាត់យើងមិនកាន់ដៃមិនឃើញគាត់ក៏ឃើញមនុស្សអង្គុយដូចអង្គុយនៅកាន់ទី2ទី3នៅចដាផ្អែកកាន់ដៃនឹងក្រោមចេះតែអត់មើលគាត់ទេគាត់ថាអង្គុយផ្អែកអញ្ចឹងតែមើលពីលើមកឃើញតែមានមនុស្សអង្គុយហើយគាត់ថាអ្នកណាហ្នឹងគាត់ផឹងមើលគាត់ងើបមកវិញមើលមុខគាត់មកទាញគាត់ធ្លាប់កាន់ចដាទាញអាសេរីដូចទាញហិចអូមកតំហឹងចុះមកពុបរហូតដល់គាត់ដើរអត់រួចបាទម្ដាយគាត់
xua cho là tới lột máu có lột tha trên điện te đồ tranh từ màu tam cái ca cha cái lỗ ấy bàn tay cái bạc canh trơn chẳng bạn mà đánh là ô trên điện te nắng bom cái oi te nẹm miên này cái villa vì muốn nắng cái oi có được sao là cái hử te từ chẳng cái trắng cái khơi trên điện nó sát có cái do mọi có thở hay tam không buồn chân chấn có còn nhảy đai trên điện te vì muốn đi sẽ lấy sớm mai là dương khơi chẳng đấy nhưng khơi ta cái vô trên điện te là đã có bài vô không làm chơi ấy nữa từ niệm từ nó vì muốn cái mẹ cho tao bao trao thì mê than nấp để dương trong phăng đôi trên điện te nè để cọt khơi nha cọt trăm rồi vừa nè te nè miên nâng cọt vô trên điện te cọt mặt đố cọt vô trang mà đã nâng nè nạp ban sầm nàng lõ tao vô nâng phở to cọt miên liệp miên đôi kia chẳng rồi dù tới việc hai tới chia đồng rụp hiện môi mình là ó mê than vô đồng bó phở đạn tận đại bị kê chẳng tôi mấy có cái ập cho vô đài chẳng có khai tới chi sầm mềm tam được bọn vọt bọn ấy chẳng tới chẳng mà nó đờ quọn nâng quọt cật chẳng bạn quọn vô bọc kê mà phở và nãy có chùm rong chùm rạn đấy lô có quọn biên xong để ca đai có thà mà bị cô nâng vị về hai ngày ngày vị về chật ai chẳng bờ sân chia ông lại ấy bạc cát cùng việc bạc cát tên á tên nâng từ chẳng cố nâng có thà quọt nơi quọt ở lấy quọt pha màu mà sẵn mà đứng đào bên nhai bột ấy chẳng còn đào với nhá chẳng bàn trong bà trẻ tha huyền ní việc thốt việc khẳng việc bằng co rồi bua này mà nó chẳng ban này thà vậy để bong ban điệp rót cứ cắt là chấm bua tại bật hẹn mà bong tề chẳng mà đai mà quát ấy mà đáy có sọc của mà đáy có này ôi sụp ấy hoàng ngày nơi tại bạc căn là liên tục sát tại đáy tại câu này đại ọt chẳng cái bạc căn trở từ lôi trở này chẳng cái trăng của miến tiên mà vậy nhé chẳng không cái này nó dương mình đang tham vi chỉ ca của miến trong môi cột trở niềng nó chỉ ấy dương đang chụp hai tới đời ra đây cái nó dương nhom nơi chỉ chân sai nhom ăn bả lộ không hưởng rụt khoái còn là đằng chẳng tới có trẻ đào dụ màu tay hưởng nó có chọc thầm bê lục từ nó muốn sâu đô trở niềng nâng tay lô có quạt vô trở niềng nâng tay vọt giờ tới có bên ba tiếng á này do tay vọt tới có sọc màu bình đó ngày nâng tay chẳng xong khai mau với mẹ thôn mà đá không cả này để tha dương tha quạt mà mi mà mơ đua cặp một bách vào trường là bẹt đã rồi dẫn đua thời ta đua hết chương như này đua ô thoi khỏi vậy mà bạn ấy có tiền mà bên thằng B để con ngược nó cứ bên cái tiền lục tiền chương con bị còn kể nó hết tiền con chương cho hết con mình cắt trong nếu giống ở trong ho bạn ấy đang bực hay con tha mà ai con tha là tặc mày bỏ bên tặc của này hay con tha mày mà đua thời cho công quạt trô tao lo còn bẹo bẹt cả khẽ thời trong xã hội mình đấy và tại không cả đấy nó nhung trong xua tao bóng với thằng trẻ cục chỉ niên nó sẽ là căng chứ nhưng cái anh ấy bởi nhóm ấy là nhóm cái thằng mẹ mau vì mua là hại nâng mà rồi thì nhưng cái thằng kia mình nó nạn nâng này tay nhưng mà đơn thằng ta ru sầm nạn này cái ao ấy nâng nạn miên bị muốn nâng kia cho tật phương ấy dương việc đằng tế snow lấy kia dương hạt đắng và đây bởi chuyện điện tét cái kia ọt thêm chẳng thì cái lọ này đấy bà hay chuyện không cạn đấy nếu dương sập sập mà đơn chỉ nam hay là mấy của dương mình nơi không nâng chọc mà hưởng đấy nhưng họ đã đơn hưởng nâng thà vì run thuật bài chẳng vì chỉ xa hà ước vì xong đã tha không ai đừng mà được ba cái bán ấy bàn tiền cái đua lắm mọi người vì mẹ còn là lon và hay dừng slot ấy mẹ đấy nó không có muốn mình phải trẻ tha hai đấy mình rút ai ba dương bán nơi không có muốn cái khoản là vậy tha đã rút ai ba dương bán rồi sao tại Ả Rập bao nhiêu mẹ đây tha cái ba dương ở bàn thì tại Ả Rập với đôi thời bàn kịp ba chứ cho không cả này bỏ quạt đó mi Ả Rập ấy bỏ bán khơi tham miên là bỏ chẳng đây tẹt quạt có tham miên từ trẻ đầy từ trẻ mà chừng tại có tham mình đôi chỉ dương ba sai cái này mà nghĩ còn đôi mi Ả Rập thì tham miên sẽ mà từ trẻ đi spec mà đi khác không xây toàn hạ hiệp á phập máu nhưng đua qua từ mà cùng miên là spec từ trẻ nó cứ còn ở đây thì chẳng mà hướng về miên trở rồi khai chứ về đôi chỉ về đừng thốt khoảng 3 đây bộ dương sẽ đâm chứ bộ nè bậc cái sớm máy có chỉ run thốt đây và khinh từ tập hiệp năng tại vào sự trình nè còn ở sơ bậc cái trong cái sớm máy tết có sẽ đáp tới ai tha lẹ cái nạn thỏng đà nhung món nhung khinh từ tập hiệp đối trường Hollywood mấy trường muốn này dương bán bơi chẳng á cứ chẳng ai là bẹt lộn tiền từ tiền màu ấy chẳng hay ở vậy để nhung nước man còn đó cứ nước nông tật đây rồi bóp thì cầm chiếm trên cả này nâng cả lạc này của ở đây đây nhung ban đắng cứ còn là bằng hai ngồi khơi không dụ shop trổ thâm lạng lạ và đại cả lấy đôi tiền chẳng á cứ như vào đại lưới để lược tìm môi để nhung lừa hay nhung bắt đăng tha nơi dọc dương miên cả này nãy em cứ tham miên đã bóp tam bóp thì sao nhung sọm chụp nhung chụp hưởng bảy trắng bay hay hưởng đi hưởng mùi miên hưởng pi tiệt để có khăng này đúng chập nhưng co là
យើងនៅសល់មកក្នុងការចែកម្លែកឬក៏ អត់ទេ អត់ទេ អត់ ទុក ទេ episode ក្រោយៗ សុំគេសិន អូអូខេ សុំម្ចាស់រឿងសិន អូខេកន្លែងហ្នឹងក៏ល្អដែរគ្រប់ការងារដែលយើងបានបង្ហាញគ្រប់រឿងរ៉ាវដែលយើងបានបង្ហាញសុទ្ធតែមានការសុំទាំងអស់អត់មានរឿងអីដែលយើងប៉ាតណាប៉ាតណីនឹកឃើញតនេមកនិយាយទេព្រោះអាហ្នឹងទី1ប៉ះជាមួយនឹងម្ចាស់តែគេមិនបានអនុញ្ញាតទី2បើម្ចាស់មិនអនុញ្ញាតអ្វីដែលយើងមើលមិនឃើញកាន់តែអត់អនុញ្ញាតទៀតហើយ ហ្នឹង បាទ ក៏ប៉ុន្តែចេះរឿងខ្ញុំនិយាយបើសិនជាប្រិមិត្តគាត់មិនប្រកាន់ថាប៉ិតកុហកមិនកុហកអង្គួយជឿខ្ញុំមានរឿងច្រើនមែនទែនដែលខ្ញុំធ្លាប់ជួបហើយវាមិនច្រើនទេគ្រាន់ថាវាជារូបភាពមួយដែលយើងហួសនិស្ស័យនឹងគួរឲ្យជឿវាមានច្រើនមែនទែនតែនៅពេលដែលយើងនិយាយទៅខ្ញុំក៏ស្ទង់ចិត្តប្រិមិត្តដែរបើសិនជាប្រិមិត្តគាត់ស្ដាប់ទៅហួសនិស្ស័យគាត់ថាចេញមកដូចកុនអញ្ចឹងខ្ញុំអត់ដឹងថានិយាយមិនខ្ញុំអត់ចង់ឲ្យបងប្អូនស្ដាប់ហើយមានអារម្មណ៍ចងអត់សុបាយចិត្តនៅក្នុងខ្លួនឯងទេ អូខេ ហើយមួយទៀតគេរិះគន់យើងក៏មិនចូលចិត្តដែរមែនទេអ្នកណាតែចូលចិត្តឲ្យគេរិះគន់ ខ្ញុំយល់អារម្មណ៍មួយហ្នឹងខ្ញុំយល់ អញ្ចឹងបានថាចេះបើសិនជាបើថាយើងខ្ញុំមានឱកាសទៅមុខអាចនិយាយបានច្រើនមានរឿងអភិនិហាច្រើនមែនទេ អូខេ អូសាហាវអាចទៅសុំគេបាន អូខេ តែប្រិមិត្តយើងឥឡូវច្រើនណាតាំងយើងឃើញចេញមុខមកគាត់ឆាតមកលោកគ្រូហ្នឹងហើយគាត់លោកគ្រូរឿងខ្ញុំទៅនិយាយហ្មងមិនបាច់សុំខ្ញុំទេ អូខេសង្ឃឹមថានៅអេពីសូតក្រោយៗពួកយើងនឹងបានស្ដាប់នៅរឿងរ៉ាវដែលល្អស្ដាប់ជាងនេះឲ្យសប្បាយខ្លាចជាងនេះហើយអរគុណមែនទែនសម្រាប់ការតាមដាននៅវីដេអូមួយនេះ complete សោះ share នៅវីដេអូមួយនេះ like page ផងហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយ ហ្នឹងហើយ បើមិនជឿទេមិនបង្ខំឲ្យជឿទេគ្រាន់តែ កំសាន្ត បាទ កំសាន្តនេះ បាទ ហើយចុងក្រោយបើសិនជាយើងមានកំហុសឆ្គងលើបច្ចេកទេសអីមួយអាច comment បានយើងនឹងទទួលខ្ញុំការកែលម្អឲ្យល្អជាងហ្នឹង អូខេអរគុណយើងជួបគ្នានៅវីដេអូក្រោយ ហេ